ជាក់ស្ដែងបងលើកឧទាហរណ៍បងហ្មងកាលពីឆ្នាំ2002ពេលហ្នឹងបងត្រូវបានផ្លាស់ទីលំនៅភូមិមួយមកភូមិមួយតែចេះដល់អីនៅភូមិហ្នឹងគឺខ្សត់ទឹកមុនដំបូងគឺអត់មានទឹកស្អាតទឹកអីទេចឹងមិនចឹងយើងត្រូវទិញទឹកគេហើយមួយវិញទៀតយើងអាចបូមទឹកពីស្រះនៅរៀងឆ្ងាយពីផ្ទះដែរដល់ពេលចឹងដាយរបស់ខ្ញុំហ្នឹងគឺគាត់ត្រូវទៅដងទឹកនៅស្រះហ្នឹងហើយយកមកហើយសាកសម័យមកក្នុងនាមគាត់ជាស្ត្រីហើយគាត់ទៅដងទឹកនឹងយកមកហើយដាំស្លហើយវាឆ្លៀតពេលនឹងដែរគឺគាត់នៅមើលខ្ញុំទៀតដែលកំឡុងពេលហ្នឹងគឺខ្ញុំមានពិការភាពបែបលក្ខណៈថាអត់សូវរឹងមាំដូចឥឡូវទេពេលណាចង់ចូលបន្ទប់ទឹកម្ដងត្រូវការឲ្យគាត់ដងទឹកមកកធន់ដាក់នៅបន្ទប់ទឹកហ្នឹងខ្ញុំធ្លាប់មានរឿងមួយនៅពេលហ្នឹងអ្នកតែខ្ញុំក៏អត់នៅទេដល់ពេលចឹងទៅខ្ញុំមិននៅម្នាក់ឯងនៅពេលចូលបន្ទប់ទឹកម្ដងហើយពាងទឹកពេលជំនាន់ហ្នឹងគឺគេប្រើពាងធំមកហើយខ្ញុំមានថាអត់ចឹងទៅដងទឹកនៅហ្នឹងអត់បានទេអញ្ចឹងវាធ្វើឲ្យប៉ះពាល់